សួរទ្រព្យសម្បត្តិអត្តភាពរស់នៅយ៉ាងក្រីក្រក្នុងតកូលចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់នៅក្នុងថ្ងៃនេះខ្ញុំកណ្ណាអាត្មាភាពនឹងនាំញាតិញោមមកស្គាល់មាន4ប្រភេទនៅក្នុងសតន្តបិដកលេខ19តព172លៀបបាលីថាចត្តារោពុគលាតមោតមៈបរាយណោតមោជតិបរាយណោជតិតមៈបរាយណោជតិបរាយណោតមោនៅក្នុងទីនេះគឺមានន័យថាបុគ្គលងងឹតជិតតមៈបរាយណោបានសេចក្តីថាខ្លួនងងឹតហើយមានដំណើរទៅខាងមុខក៏ងងឹតមនុស្សចម្ពោះទី1ខាងកើតនៅក្នុងត្រកូលខ្សោះសួរទ្រព្យសម្បត្តិអត្តភាពរស់នៅយ៉ាងក្រីក្រក្នុងត្រកូលចន្ទាព្រឹកនៅទុច្ចរិតប្រព្រឹត្តអំពើកាយទុច្ចរិតថែមទាំងមិនចេះធ្វើបុណ្យធ្វើទានរក្សាសីលនិងចម្រើនភាវនាចម្ពោះទី2គឺកើតមកក្នុងគ្រួសារខ្សោះសួរទ្រព្យសម្បត្តិគ្រប់ទឹកមែនញាប៉ុនចេះរក្សាសីលចេះធ្វើបុណ្យមានតិចធ្វើតិចមានច្រើនធ្វើច្រើនដូចជាមានរឿងមួយដែលកើតថ្មីនេះនៅក្នុងតំបន់វត្តបាំងវែងក្នុងដៃខេត្តបាត់ដំបងគូថ្មីមួយនេះគឺអាយុវ័យប្រហែលជា11 12ប៉ុន្តែជានៅត្រៃជីវរមកប្រគិនប្រសង់ដើម្បីឧទ្ទិសកុសលជូនដល់ញាតិម្ដាយគឺកូនក្មេងនឹងបង្ហាញឲ្យយើងឃើញថាខ្លួនក្រកើតនៅក្នុងគ្រួសារសោះសោក៏ពិតមែនតំបន់សោះសោក៏ពិតមែនប៉ុន្តែចាស់ទុំមានសទ្ធាជ្រះថ្លាបុគ្គលចំពោះទី3ឬមនុស្សប្រភេទទី3កើតមកក្នុងគ្រួសារមានទ្រព្យគ្រួសារអ្នកមានគ្រួសារសទ្ធីជំទាវអញ្ញាគ្រួសារមានយុះមានស័ក្តិមានវណ្ណៈមានបុណ្យអាងអត់ចេះធ្វើបុណ្យធ្វើទានរក្សាសីលចម្រើនភាវនាប្រអាងគឺអ្នកមានណាគឺមិនជឿបុណ្យជឿផលរបស់បុណ្យជឿផលរបស់កម្មអត់មិនជឿអីបន្តិចបន្តួចសោះចង់សម្លាប់គឺសម្លាប់ទៅចង់លួចប្រើអ្នកដទៃលួចក៏លួចទៅមនុស្សប្រភេទហ្នឹងគឺយើងអាចនឹងយើងឃើញជាច្រើនដែរនៅក្នុងបច្ចុប្បន្នភាពនេះមនុស្សចំពោះទី4ប្រសើរគឺកើតមកមានទ្រព្យសម្បត្តិកើតនៅក្នុងគ្រួសារអ្នកមានកើតក្នុងគ្រួសារសទ្ធីគ្រួសារដែលបបោសប្បាយថែមទាំងមានចិត្តសទ្ធាជឿបុណ្យជឿផលរបស់បុណ្យជឿផលរបស់កម្មចែកទ្រព្យសម្បត្តិឲ្យទៅជាទានធ្វើទ្រព្យសម្បត្តិនេះឲ្យមានតម្លៃគឺរក្សាសីលចម្រើនភាវនាអាចនឹងកំណត់ដឹងហើយថាមនុស្ស4ប្រភេទគឺមនុស្សកើតមកក្នុងគ្រួសារតោកទាបអត្តភាពតោកយៈលំបាកវេទនាប៉ុនអត់ចេះធ្វើបន់ប្រព្រឹត្តតែអំពើអាក្រក់តែម្យ៉ាងប្រភេទទី2កើតមកក្នុងគ្រួសារក្រីក្រតោកយៈលំបាកវេទនាប៉ុនចេះធ្វើបន់ប្រព្រឹត្តអំពើសុចរិតគឺមិនសម្លាប់សត្វមិនលួចទ្រព្យគេមិនលួចភរិយាអ្នកដទៃមិនអូសពាក្យកុហកបបិជោតកេងប្រវ័ញ្ចចេះធ្វើបន់ឆ្លៀតពេលធ្វើនៅអំពើល្អបុគ្គលប្រភេទទី3គឺកើតមកមានទ្រព្យសម្បត្តិប៉ុនអត់ចេះធ្វើបន់អត់ចេះរក្សាសីលអត់ចេះចម្រើនភាវនាគឺប្រតែអាងបន់អាងស័ក្តិអាងយកអាងវណ្ណៈអាងបអាងពួកអាងកូនអ្នកធំណាបុគ្គលចំពោះទី4គឺដែលមានបុណ្យតម្យ៉ាងទេវតាចុះកើតគឺកើតនៅក្នុងគ្រួសារមានទ្រព្យសម្បត្តិសទ្ធាចិត្តធ្វើបុណ្យចិត្តដែលប្រកបទៅដោយពោរពេញអបមញ្ញៈគឺមេត្តាករុណាមុទិតានិងឧបេក្ខាគឺមនុស្សប្រភេទនេះកើតមកមានពលឺមានដំណើរទៅខាងមុខក៏មានពលឺតែមនុស្ស4ប្រភេទនេះញាតិញោមអាចស្គាល់សូមអនុមោទនា